ឥឡូវយើងចាប់ដើមដាក់ដាំទឹកដើម្បីយកទៅស្រុកកំពឹសឥឡូវទឹកដែលយើងដាក់ដាំហ្នឹងគឺបានពុះហើយពុះមកហើយបងប្អូននេះឥឡូវយើងចាប់ដើមចាក់កំពឹសចូលតែម្ដងទៅហើយយើងយកកន្ត្រងមួយមកដើម្បីយើងដុសត្រង់ដាក់ចូលកញ្ជ្រែងមកទៅដើម្បីឲ្យវាសោះនៅសោះទឹកចឹងពុះមកបងប្អូននេះបាទបន្ទាប់ពីយើងបានស្រុកកំពឹសរួចរាល់ហើយយើងក៏ចាប់ដើមស្រុះស្ដៅវិញម្ដងបន្ទាប់ពីទឹកដែលយើងដាំស្រុះស្ដៅកំពឹសហើយយើងក៏ចាប់ដើមដាក់ស្ដៅចូលតែម្ដងបន្ទាប់ពីយើងបានដាក់ស្ដៅចូលហើយយើងក៏ចាប់ដើមសងស្ដៅដាក់ចូលក្នុងកញ្ច្រែងមួយមកដើម្បីឲ្យវាសោះទឹកបងប្អូនណាពេលយើងសងស្ដៅដាក់ក្នុងកញ្ច្រែងឲ្យស្រស់ទឹកហើយយើងក៏ចាប់ដើមបេះស្ដៅទាំងអស់គ្នាពុកម៉ែបងប្អូនទាំងគ្នាបាទនេះជាស្ដៅយើងបានបេះហើយអញ្ចឹងបងប្អូនទៅធ្វើពិធីញោមស្ដៅទាំងអស់គ្នាបាទពុកម៉ែបងប្អូនទាំងគ្នានេះជាគ្រឿងផ្សំសម្រាប់យើងញោមទាំងអស់គ្នាបាទមានស្ករសមានម្ទេសមានខ្ទឹមសខ្ទឹមក្រហមបាទឥឡូវខ្ញុំចាប់ដើមដាក់ស្ករសចូលតែម្ដងទៅបាទខ្ញុំដាក់ស្ករសប្រហែលជា2 3ចុងស្លាបព្រាបងប្អូនណាហ្នឹងហើយបាទហើយបន្តមកទៀតខ្ញុំក៏ចាប់ដើមបាទដាក់នៅប៊ីចេងបងប្អូនណាហ្នឹងហើយដាក់ប៊ីចេងចឹងប៊ីចេងខ្ញុំដាក់ប្រហែលជា1ស្លាបព្រាកន្លះទៅបាទបងប្អូនណាហ្នឹងហើយបន្តមកទៀតហ្នឹងហើយយើងក៏ដាក់ចូលនៅម្ទេសបងប្អូនណាមានថ្ងៃមានម្ទេសមានខ្ទឹមក្រហមខ្ទឹមសបាទឥឡូវខ្ញុំចាប់ដើមកាយដាក់ចូលតែម្ដងទៅបាទហ្នឹងហើយបន្ទាប់ពីយើងបានបង់ម្ទេសបាទខ្ទឹមសខ្ទឹមក្រហមហើយយើងក៏ចាប់ដើមបាទដាក់នៅទឹកត្រីបាទដាក់ទឹកត្រីចូលមកតែម្ដងមកបងប្អូនណានៅទឹកត្រីខ្ញុំចាក់មកល្មមបានហើយបងប្អូនណាខ្លាចឲ្យយើងប្រៃអញ្ចឹងបងប្អូនណាបាទហ្នឹងហើយអញ្ចឹងបន្ទាប់ពីបានដាក់ទឹកត្រីចូលហើយបាទយើងចាប់ដើមកូរវាតែម្ដងមកបាទហ្នឹងហើយចាប់ដើមកូរវាទៅបន្ទាប់ពីយើងបានកូរគ្រឿងចូលបល់ចូលគ្នាហើយយើងចាប់ដើមញោមតែម្ដងមកពុកម៉ែបងប្អូនទាំងគ្នាបាទហ្នឹងហើយជាដំបូងបងប្អូនទៅចាក់សាច់ជ្រូក3ជាន់ចូលមកតែម្ដង